ជាដំបូងបាទសូមគោរពជំរាបសួរទៅដល់លោកគ្រូហើយនិងមិត្តភូមិថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះផៃសុផលជាគ្រូនិស្សិតបំរុងមកពីថ្នាក់កហើយថ្ងៃនេះខ្ញុំនឹងមកធ្វើការបកស្រាយនៅមេរៀនមួយដែលមានចំណងជើងមេរៀនវាតម្លៃផលបត្តិបាទការវាតម្លៃផលបត្តិអញ្ចឹងវាជាមេរៀនដែលពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាការវាតម្លៃអប់រំ ហើយជាមេរៀនដែលខ្ញុំត្រូវបកស្រាយសម្រាប់សប្តាហ៍ទី10បាទអញ្ចឹងមុននឹងឈានចូលដល់ការបកស្រាយគឺខ្ញុំមានអឺវត្ថុបំណងនៃមេរៀនហើយនិងមេត្តារបស់មេរៀនបាទអញ្ចឹងវត្ថុបំណងនៃមេរៀនវត្ថុបំណងនៃប្រធានបទការវិតម្លៃផលបត្តិហ្នឹងបន្ទាប់ពីយើងរៀនមេរៀនហ្នឹងហើយគឺយើងនឹងយល់ពីនិយមន័យនិងសារៈសំខាន់នៃការវិតម្លៃផលបត្តិយល់ពីការបែងចែករវាងផលបត្តិក្រដាសនិងផលបត្តិ Digital យល់ពីការសិក្សាពីជំហាននិងលក្ខណៈនៃផលបត្តិដែលមានប្រសិទ្ធភាពចូលមកដល់មេត្តាគឺខ្ញុំមាន6ចំណុចបាទចំណុចទី1នេះគឺខ្ញុំមាននិយមន័យទី2ចរិតលក្ខណៈពិសេសទី3គុណសម្បត្តិនិងគុណវិបត្តិទី4ផលបត្តិនៃប្រភេទនៃផលបត្តិទី5ជំហាននៃការអនុវត្តនិងទី6ជាចំណុចចុងក្រោយគឺសេចក្តីសន្និដ្ឋានបាទនេះគឺជាមេត្តានៃប្រធានបទនៃការវិតម្លៃផលបត្តិហ្នឹងអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយទាំង6ចំណុចនេះបាទនៅសម្រាប់នៅក្នុងមេត្តានេះពីមួយចំណុចទៅមួយចំណុចរហូតដល់ចំណុចចុងក្រោយបាទអញ្ចឹងយើងឈានចូលដល់ការបកស្រាយបាទអញ្ចឹងចំណុចទី1គឺនិយមន័យគេថាតើអ្វីទៅជាការវាយតម្លៃផលបត្តិបាទអញ្ចឹងនិយមន័យរបស់វាគឺជាការប្រមូលផ្ដុំនៅស្នាដៃឬកិច្ចការរបស់សិស្សក្នុងរយៈពេលណាមួយមានន័យថាជាការប្រមូលផ្ដុំនៅស្នាដៃផ្សេងដែលសិស្សបានកសាងបានសាងឡើងនៅដូចជាតាមរយៈការប្រឡងតាមរយៈការធ្វើតេស្តអ្វីមួយនៅក្នុងសាលាឬក៏នៅក្នុងថ្នាក់រៀនហើយយើងយកវាមកចងក្រងបាទទុកជាឯកសារមួយបាទនៅក្នុងរយៈពេលណាមួយបាទដើម្បីតម្កល់ទុកថាសិស្សហ្នឹងគាត់បានសាងស្នាដៃអីខ្លះគាត់បានមានសមិទ្ធផលអីខ្លះសម្រាប់ខ្លួនគាត់ថ្នាក់រៀនហើយនិងសាលារបស់គាត់ដោយទី2គឺគោលបំណងហ្នឹងគឺដើម្បីបង្ហាញពីការប្រឹងប្រែងការរីកចម្រើននិងសមិទ្ធផលដែលសិស្សទទួលបានដើម្បីគឺចំណុចហ្នឹងគឺមានន័យថាដើម្បីបង្ហាញនៅការប្រឹងប្រែងរបស់គាត់ថាគាត់រីកចម្រើនបានប៉ុណ្ណាហើយគាត់ទទួលបានសមិទ្ធផលបានប៉ុន្មានបាទអញ្ចឹងគឺយើងវិតម្លៃផលបត្តិហ្នឹងគឺយើងមានន័យថាយើងតម្កល់ទុកនៅភស្តុតាងបាទភស្តុតាងមួយដែលគាត់បានប្រឹងប្រែងបាទប្រឹងប្រែងមានស្នាដៃបាទសម្រាប់ខ្លួនឯងហើយនឹងសមិទ្ធផលរបស់គាត់ចូលដល់ចំណុចទី3ហ្នឹងគឺសកម្មភាពសំខាន់បាទសកម្មភាពសំខាន់គឺសិស្សមានសិទ្ធិជ្រើសរើសកិច្ចការនិងធ្វើការឆ្លុះបញ្ចាំងដែលភាសាអង់គ្លេសហៅថា reflection បាទទៅលើស្នាដៃរបស់ខ្លួនមានន័យថាគឺគាត់អាចជ្រើសរើសកិច្ចការរបស់គាត់យកមកឆ្លុះបញ្ចាំងបានគាត់អាចធ្វើការអឺធ្វើបទបង្ហាញទៅលើស្នាដៃដែលគាត់បានកសាងឡើងនឹងមកបានបាទហ្នឹងគឺជានិយមន័យរបស់ផលបត្តិមានន័យថាផលបត្តិហ្នឹងគឺជាបណ្ដុំឯកសារដែលផ្ទុកនៅឯកសារស្នាដៃផ្សេងរបស់សិស្សដើម្បីទុកវាតម្លៃគាត់តាមរយៈផលបត្តិហ្នឹងអញ្ចឹងត្រង់ចំណុចហ្នឹងគឺខ្ញុំបញ្យល់ក្តៅវិញគឺខ្ញុំចង់សម្ដៅមានន័យថាបើយើងចង់វាតម្លៃទៅលើសិស្សណាម្នាក់តាមរយៈផលបត្តិហ្នឹងគឺយើងមិនបាច់វាតម្លៃផ្ទាល់មាត់ឬក៏តេស្តផ្ទាល់អីមួយគាត់ទេគឺយើងអាចយកឯកសារផ្សេងនៅក្នុងផលបត្តិហ្នឹងមកមើលថាពីមុនមកគឺគាត់សិក្សាបែបម៉េចបាទសិក្សាស្នាដៃរបស់គាត់ធ្វើបានល្អបានកម្រិតណាអីចឹងទៅហើយសមិទ្ធផលរបស់គាត់ទទួលបានប៉ុន្មានអីគឺយើងអាចឆែកមើលនៅក្នុងឯកសាររបស់គាត់នៅក្នុងផលបត្តិហ្នឹងបាន
ចូលដល់ចំណុចទី2ហ្នឹងគឺចរិតលក្ខណៈពិសេសចរិតលក្ខណៈពិសេសហ្នឹងគឺគេនិយាយពីផលបត្តិដែលល្អត្រូវផ្ដោតលើចំណុចសំខាន់បាទសំខាន់គឺមាន3ចំណុចបាទចំណុចទី1ហ្នឹងគឺគោលបំណងច្បាស់លាស់បាទគោលបំណងច្បាស់លាស់ហ្នឹងគឺគេនិយាយថាត្រូវបន្សំជាមួយវត្ថុបំណងស្តង់ដារនិងបំណិនសតវត្សទី21ត្រង់ចំណុចហ្នឹងគឺមានន័យថាបន្សំនៅវត្ថុបំណងគឺមានន័យថាយើងត្រូវកំណត់វត្ថុបំណងណាមួយដើម្បីធ្វើផលបត្តិនឹងឡើងបាទហើយវត្ថុបំណងនោះគឺត្រូវតែស្តង់ដារហើយត្រូវតែពាក់ព័ន្ធជាមួយនឹងសតវត្សទី21បាទអញ្ចឹងចូលមកដល់ចំណុចបន្ទាប់នោះគឺការចូលរួមរបស់សិស្សការចូលរួមរបស់សិស្សគឺសិស្សត្រូវចូលរួមក្នុងគេត្រូវចូលរួមសកម្មក្នុងការជ្រើសរើសកិច្ចការនិងធ្វើការស្នប់បញ្ចាំងដោយខ្លួនឯងបាទអញ្ចឹងគាត់មានន័យថាគាត់ត្រូវសកម្មក្នុងការជ្រើសរើសកិច្ចការរបស់គាត់ហើយគាត់អាចឆ្លុះបញ្ចាំងបានដោយខ្លួនឯងចូលដល់ចំណុចបន្ទាប់ហ្នឹងគឺលក្ខណៈជាប្រព័ន្ធបាទលក្ខណៈជាប្រព័ន្ធហ្នឹងគឺមានន័យថាមានការរៀបចំទុកដាក់បានល្អនិងមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់តាមរយៈការវាតម្លៃបាទអញ្ចឹងគឺមានន័យថាយើងត្រូវរៀបចំទុកដាក់ឯកសារផលបត្តិរបស់គាត់នឹងឲ្យបានល្អបាទហើយឆ្លងតាមការវិនិច្ឆ័យច្បាស់លាស់វាតម្លៃច្បាស់លាស់តមកគឺយើងនាំទុកជាផុសតាងសម្រាប់វាតម្លៃគាត់នៅថ្ងៃក្រោយហ្នឹងជាលក្ខណៈពិសេសរបស់ផលបត្តិចឹងចូលមកដល់គុណសម្បត្តិនិងគុណវិបត្តិរបស់វាបាទមានន័យថាគុណសម្បត្តិនិងគុណវិបត្តិរបស់ការវាតម្លៃផលបត្តិហ្នឹងបាទអញ្ចឹងគុណសម្បត្តិរបស់វាហ្នឹងគឺគេនិយាយថាជំរុញស្វ័យវាតម្លៃនិងគុណសម្បត្តិរបស់វាជំរុញអឺស្វ័យវាតម្លៃមានន័យថាយើងបើយើងចង់វាតម្លៃសិស្សម្នាក់គឺយើងអាចទៅមើលឯកសាររបស់គាត់ស្នាដៃរបស់គាត់តាមរយៈផលបត្តិហ្នឹងគឺយើងមើលទៅគឺយើងដឹងថាគាត់ធ្វើបានល្អប៉ុន្មានគឺយើងដឹងសមត្ថភាពរបស់គាត់ហើយឥឡូវបង្កើនការលើកទឹកចិត្តសិស្សមានន័យថាកាលណាដែលយើងវាតម្លៃគាត់ហើយយើងតម្កល់ឈ្មោះគាត់បាទនៅក្នុងផលបត្តិហើយគឺគាត់ដឹងពីសមត្ថភាពរបស់គាត់ហើយអញ្ចឹងក៏ដូចជាការរុញទឹកចិត្តឲ្យគាត់បាទខំប្រឹងប្រែងបន្តទៀតដែរមានន័យថាគាត់ល្អព្រោះគាត់មានមោទនភាពគាត់ខំប្រឹងបន្ថែមបាទគាត់ធ្វើមិនទាន់បានល្អក៏គាត់ខំប្រឹងបន្ថែមទៀតដើម្បីឲ្យបានល្អអញ្ចឹងទៅបាទអញ្ចឹងអឺចូលបន្តមកទៀតគឺមានលក្ខណៈមានភាពបត់បែនតាមលក្ខណៈបុគ្គលបាទគឺយើងបត់បែនតាមលក្ខណៈបុគ្គលនិងផ្ដល់ផុសតាងជាក់ស្ដែងសម្រាប់កិច្ចប្រជុំជាមួយមេដាបៃតាមានន័យថាយើងត្រូវមានកិច្ចប្រជុំជាមួយមេដាបៃតារបស់សិស្សហើយយើងអាចយកការវាយតម្លៃតាមរយៈផលបត្តិហ្នឹងយកទៅបង្ហាញគាត់បាទជាឯកសារផ្សេងទៅបង្ហាញមេដាបៃតារបស់សិស្សទៅថាកូនមកគាត់រៀនបានប៉ុន្មានបាទបកកាយឬខ្សោយអីបាទដើម្បីជាផុសតាងមួយបាទជំរុញទៅដល់មេដាបៃតាបាទជំរុញឲ្យកូនរបស់គាត់ខំប្រឹងរៀនសូត្របន្ថែមទៀតដែរបាទគឺយើងបង្ហាញផុសតាងនៅក្នុងផលបត្តិហ្នឹងទៅកាន់មេដាបៃតារបស់សិស្សទៅបាទគឺគាត់ដឹងថាជាផុសតាងបាទគឺជាគុណសម្បត្តិរបស់ការវិតម្លៃផលបត្តិហ្នឹងបាទហើយយើងចូលមកដល់គុណវិបត្តិទីម្ដងគុណវិបត្តិហ្នឹងគឺទាមទារការបណ្ដុះបណ្ដាលគ្រូបាទតទី3ហ្នឹងគឺគេមានន័យថាចង់ឲ្យគ្រូហ្នឹងសិក្សាស្វែងយល់អំពីការវិតម្លៃផលបត្តិឲ្យបានច្បាស់លាស់បាទដើម្បីធ្វើការវិតម្លៃផលបត្តិហ្នឹងឲ្យបានត្រឹមត្រូវពិបាកក្នុងការដាក់បន្ទុកបាទចង់ចំណុចហ្នឹងគឺយើងពិបាកដាក់បន្ទុកដោយសារតែសិស្សគឺគាត់មានសមត្ថភាពខុសៗគ្នាបាទចូលបន្តមកទៀតគឺចំណាយពេលច្រើនក្នុងការរៀបចំមានន័យថាផលបត្តិគឺយើងចំណាយពេលយូរចំណាយពេលច្រើនចំណាយពេលមកចត់ដើម្បីរៀបចំផលបត្តិនឹងឡើងបាទតែបើយើងរៀបចំបានក៏យើងងាយស្រួលក្នុងការវាតម្លៃដែរវាជាផុសតាងមួយសម្រាប់ក្នុងការវាតម្លៃនឹងអាចមានភាពស្មុគស្មាញសម្រាប់ឪពុកម្ដាយក្នុងការយល់មានន័យថាជាទូទៅឪពុកម្ដាយរបស់សិស្សគឺគាត់
các bạn vô là bao giờ thì dân vô ai cái xa xây được không là phá là bạn tại bậc hàng có thì còn các bạn chừng bạn nó cái chia quân bị bắt quân bị bắt là bỏ ở ca bên này phá là bạn kéo nhâm châu mà đo cho này bị muốn mà nếu bị muốn cứประเภทđấy phá là bạnประเภทในផលបត្តិនោះគឺមានចំនួន5ប្រភេទសំខាន់បាទអញ្ចឹងប្រភេទទី1នោះគឺផលបត្តិអំណោយផលផលបត្តិអំណោយផលនោះគឺមានន័យថាបង្ហាញពីស្នាដៃល្អបំផុតរបស់សិស្សមានន័យថាសិស្សគឺគាត់មានជំនាញអីមួយនៅក្នុងខ្លួនអញ្ចឹងណាគឺយើងបង្ហាញនៅក្នុងផលបត្តិហ្នឹងទៅថាធម្មតាសិស្សគឺគាត់មានចំណុចខ្លាំងដោយល្អបំផុតណាមួយរបស់គាត់ទេគឺអញ្ចឹងគឺយើងបង្ហាញទៅនៅក្នុងផលបត្តិទៅយើងមិនមែនថាគាត់ខ្សោយទាំងអស់ទេចំណុចទី2គឺផលបត្តិសមត្ថភាពផលបត្តិសមត្ថភាពនេះគឺថាបង្ហាញពីកម្រិតនៃការសម្រេចសមិទ្ធផលតាមស្តង់ដារបាទគឺយើងសម្រាប់សមិទ្ធផលរបស់គាត់មកថាគាត់ធ្វើបានល្អឬមិនល្អគឺយើងមើលទៅតាមហ្នឹងទៅគឺយើងធ្វើទៅតាមស្តង់ដារហើយបានល្អឬមិនល្អនេះគឺសមត្ថភាពរបស់គាត់ហ្នឹងគឺផលបត្តិចំទី3បាទចំទី3គឺផលបត្តិកំក្រងគម្រោងផលបត្តិគម្រោងនេះគឺថាចងក្រងឯកសារតាមជំហាននីមួយៗនៃគម្រោងមានន័យថាយើងគឺត្រូវយើងមានគម្រោងយើងរៀបចំគម្រោងអឺបាទតាមជំហាននីមួយៗដើម្បីងាយស្រួលក្នុងការអឺវាតម្លៃគាត់បាទពីអន់មកខ្លាំងអីចឹងទៅបាទពីតម្លៃគាត់ពីអន់មកខ្លាំងពីចំណុចល្អរបស់គាត់ទៅចំណុចមិនល្អរបស់គាត់បាទអាហ្នឹងក៏វាងាយស្រួលបង្ហាញទៅពុកម្ដាយដែរអឺផលបត្តិរីចម្រើនបាទផលបត្តិរីចម្រើនគឺមានន័យថាបង្ហាញពីវឌ្ឍនភាពនៃការរៀនសូត្រក្នុងរយៈពេលមួយផលបត្តិ digital បាទផលបត្តិ digital ហ្នឹងគឺជាការផ្លាស់ប្ដូរទៅជាទម្រង់អេឡិចត្រូនិកនៅលើអ៊ីនធឺណិតមានន័យថាគឺយើងផ្លាស់ប្ដូរពីទម្រង់ឯកសារកណ្ដាលទៅឯកសារដែលយើងទុកនៅក្នុងបណ្ដុំឯកសារណាមួយអញ្ចឹងទៅគឺយើងមិនបាច់បណ្ដុំលើกระดาษទៀតទេគឺយើងគឺមានលក្ខណៈជាអេឡិចត្រូនិកហ្នឹងគឺយើងអាចសេវទុកនៅក្នុងកុំព្យូទ័រអីចឹងទៅតាមរយៈកម្មវិធីផ្សេងៗទៅបាទចូលមកដល់ចំណុចទី5បាទចំណុចទី5ហ្នឹងគឺអឺជំហាននៃការអនុវត្តបាទជំហាននៃការអនុវត្តហ្នឹងគឺមាន9ចំណុចបាទចំណុចទី1គឺយើងត្រូវកំណត់វាឲ្យបានច្បាស់លាស់សិនអញ្ចឹងទាំងអស់គឺមាន9ជំហានបាទដើម្បីយើងអនុវត្តការវិតម្លៃផលបត្តិហ្នឹងបានគឺយើងត្រូវមាន9ជំហានហ្នឹងសិនបាទជំហានទី1ហ្នឹងគឺកំណត់គោលបំណងកំណត់រចនាសម្ព័ន្ធកំណត់ខ្លឹមសារកំណត់ការណែនាំនិងលក្ខណៈវិនិច្ឆ័យដាក់បន្ទុកផលិតឡើងវិញជាមួយសិស្សបាទការដាក់បញ្ចូលខ្លឹមសារការធ្វើស្វ័យវិតម្លៃដោយសិស្សការវិតម្លៃដោយគ្រូនិងការផ្ដល់មតិត្រឡប់ហើយចំណុចទី9ចំណុចចុងក្រោយគឺកិច្ចប្រជុំរវាងគ្រូនិងសិស្សបាទចូលដល់ចំណុចចុងក្រោយបាទចំណុចសន្និដ្ឋានបាទចំណុចចុងក្រោយចំណុចទី6បាទអញ្ចឹងចំណុចសន្និដ្ឋានហ្នឹងគឺផលបត្តិបាទផលបត្តិគឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការប្រមូលនិងវាយតម្លៃស្នាដៃសិស្សដើម្បីសម្រេចលទ្ធផលសិក្សាដែលរំពឹងទុកនឹងជួយកែលម្អការរៀនសូត្ររបស់សិស្សម្នាក់ៗប្រកបដោយប្រសិទ្ធភាពបាទអញ្ចឹងគឺចំណុចចុងក្រោយអញ្ចឹងបាទអញ្ចឹងគឺខ្ញុំឈានដល់បញ្ចប់ហើយបាទអញ្ចឹងសូមអរគុណដល់លោកគ្រូហើយនិងបន្តទាំងអស់គ្នាបាទ